4ចំណុចដែលយកមកពីកិច្ចប្រជុំ Trump Mamdani ដ៏ចម្លែកកិច្ចប្រជុំការិយាល័យរៀងពងក្រពើរបស់ប្រធានាធិបតី Donald Trump បានក្លាយជាការមើលការណាត់ជួបនៅក្នុងអាណត្តិទី2របស់គាត់ប៉ុន្តែមានមនុស្សតិចណាស់ដែលបានបង្កើតការរំពឹងទុកច្រើនដូចពេលដែលលោកបានស្វាគមន៍អភិបាលក្រុង New York លោក Zoran Mamdani កាលពីរសៀលថ្ងៃសុក្រមនុស្សជាច្រើនរំពឹងថានឹងមានការប៉ះទង្គិចគ្នារវាងប្រធានាធិបតីនិងអ្នកនយោបាយសង្គមនិយមប្រជាធិបតេយ្យវ័យក្មេងដែលទើបនឹងកើតដែលគណៈបក្សសាធារណរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ក្លាយជាអ្នកនយោបាយឆ្នាំ2026របស់ពួកគេអ្នកយកព័ត៌មានបានបន្តចោទសួរបរិសុទ្ធទាំងពីរជាមួយនឹងសំណួរដែលចង្អុលទៅពីខុសគ្នារបស់ពួកគេនិងរឿងដ៏អាក្រក់ដែលពួកគេបាននិយាយអំពីគ្នាទៅវិញទៅមកប៉ុន្តែអ្នកទាំងពីរបានរក្សាការវាចេញពីឱកាសក្នុងការទម្លាក់ដោយសង្កត់ធ្ងន់លើមូលដ្ឋានរួមរបស់ពួកគេក្នុងចំណោមមតិរបស់លោក Trump ខ្ញុំគិតថាគាត់នឹងភ្ញាក់ផ្អើលដល់មនុស្សអភិរក្សចំនួនគំនិតខ្លះរបស់គាត់ពិតជាគំនិតដូចគ្នាដែលខ្ញុំមានយើងយល់ស្របច្រើនជាងអ្វីដែលខ្ញុំគិតទៅទៀតខ្ញុំគិតថាអភិបាលក្រុងនេះអាចធ្វើរឿងខ្លះដែលនឹងពិតជាអស្ចារ្យនៅពេលដែលអ្នកកាសែតម្នាក់បានកត់សម្គាល់ថា Trump បានគម្រាមកាត់បន្ថយការផ្ដល់មូលដ្ឋានដល់ទីក្រុង New York ប្រសិនបើ Mamdani ត្រូវបានឆ្នោតឡើងប្រធានាធិបតីបានសំណើថាគាត់នឹងលែងការនោះប្រសិនបើគាត់ត្រូវការប៉ុន្តែលោកក៏បានបន្ថយពីលទ្ធភាពនេះដែរលោក Trump បាននិយាយថាខ្ញុំរំពឹងថានឹងអាចជួយគាត់ដោយមិនធ្វើឲ្យគាត់ឈឺចាប់ការសរសើរភាគច្រើនបានហូរចេញពី Trump ទៅ Mamdani ប៉ុន្តែ Mamdani ខ្ញុំអាចប្រាប់អ្នកថាមានមនុស្សនៅ New York ច្រើនទៀតដែលបានបោះឆ្នោតឲ្យលោកប្រធានាធិបតី Trump នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលថ្មីៗនេះដោយសារតែការផ្ដោតទៅលើតម្លៃនៃការរស់នៅ Mamdani បាននិយាយថាហើយខ្ញុំទន្ទឹងរង់ចាំធ្វើការរួមគ្នាដើម្បីចែករំលែកខុសរបៀបវារៈដែលមានតម្លៃសមរម្យនោះ Trump នៅតែលេងការពារប៉ុន្តែមិនមែនត្រឹមតែបរិសុទ្ធទាំងពីរនិយាយរឿងល្អចំពោះគ្នាទេវាស្ទើរតែហាក់ដូចជា Trump កំពុងលេងការពារមិត្តភក្តិថ្មីរបស់គាត់នៅពេលដែលអ្នកការសែតម្នាក់បានសួរ Mamdani អំពីការដែលធ្លាប់ដាក់ឈ្មោះថា Trump ថាជា fascist Trump ជាមូលដ្ឋានបានផ្ដល់ការអនុញ្ញាតឲ្យគាត់និយាយរឿងបែបនេះលោក Trump បាននិយាយថាមិនអីទេអ្នកឯងនិយាយថាបាទវាងាយស្រួលជាងការបញ្យល់ដូចគ្នាដែរនៅពេលដែលវាត្រូវបានកត់សម្គាល់ថា Mamdani បានហៅ Trump ថាជាកន្លែងបាត់លោក Trump បានស្ម័គ្រចិត្តថាខ្ញុំត្រូវបានគេហៅអាក្រក់ជាង despot នៅពេលដែលសារព័ត៌មានសួរអំពី Mamdani រិះគន់ប្រតិបត្តិការនិរទេសរបស់ Trump បានលើកឡើងថាវាមិនមែនជាផ្នែកធំនៃសន្តានរបស់ខ្លួនទេនេះបើទោះបីជាការនិរទេសខ្លួនប្រហែលជាព្រួយបារម្ភរបស់លោក Trump នៅទីក្រុង New York រយៈពេលច្រើនឆ្នាំវាហាក់ដូចជាបានពុះកញ្ជ្រោលទៅអន់ស្មួយណាមួយដែលយើងបានឃើញជាមួយ Trump ពីមុនមកសូម្បីតែពេលដែលគាត់មិនយល់ស្របជាមួយនរណាម្នាក់នៅក្នុងរឿងនយោបាយក៏ដោយគាត់ហាក់ដូចជាគោរពនៅភាពរឹងមាំខាងនយោបាយនិងអ្នកឈ្នះហើយឥឡូវនេះ Mamdani គឺជាអ្នកឈ្នះ Mamdani ក៏ច្បាស់ជាអ្នកនយោបាយដ៏មានទេពកោសល្យដែលកំពុងជោគជ័យនៅក្នុងតំបន់មួយនៃប្រទេសដែល Trump កាន់ទៅជិតនឹងទីស្រឡាញ់ថា Trump នឹងពេញចិត្តនឹងការគណនាទេពកោសល្យពី Queens ប្រហែលមិនគួរឲ្យភ្ញាក់ផ្អើលពេកទេហើយចំពោះទិវាផ្សារដែលមានការគណនានយោបាយនៅទីនេះអាចថាសេតាវិមានមិនចង់ជួយតំបងជាមួយនឹង Mamdani នៅពេលនេះទេយ៉ាងណាមិញនេះគឺជាបេក្ខជនដែលទទួលបានជោគជ័យយ៉ាងពិតប្រាកដនៅលើបញ្ហាដែល Trump កំពុងតែតស៊ូនៅពេលនេះគឺតម្លៃសមរម្យនិងតម្លៃនៃការរស់នៅប្រហែលជាការជួយតំបងជាមួយនឹង Mamdani ដឹងថា Mamdani មានវិន័យអ្នកសារបែបនេះត្រូវបានចាត់ទុកថា